បាទសូមរីករាយស្ដាប់ជាមួយខ្ញុំបាទជាបន្តទៀតនៅអត្ថបទថ្មីមួយដែលមានចំណងជើងថាមនុស្ស3ប្រភេទនៅលើโลกនេះមានមនុស្ស3ប្រភេទខុសៗគ្នាគឺខុសទាំងការគិតទាំងការធ្វើសកម្មភាពនិងចំណេះដឹងផ្សេងៗពីគ្នាមនុស្ស3ប្រភេទនោះគឺប្រភេទទី1មនុស្សល្ងង់គឺជាប្រភេទមនុស្សដែលរស់នៅក្នុងភាពជាអ្នកមានអំណួតមិនងាយទទួលយកគំនិតរបស់អ្នកណាទេលុះត្រាតែអ្នកនោះជាបុគ្គលអស្ចារ្យជាមនុស្សឆ្លាតជាងខ្លួនមានស្នាដៃធំធេងទើបអាចរៀនសូត្រជាមួយបានក្នុងនេះចង់បង្ហាញថាលុះត្រាតែគេនោះចេះជាងខ្លួនទើបចូលរៀនជាមួយចំណែកអ្នកដែលមិនសូវឆ្លាតមិនធ្លាប់មានសញ្ញាបត្រពីសាលាគេមិនយកចិត្តទុកដាក់ក្នុងការរៀនសូត្រជាមួយនោះទេមនុស្សប្រភេទទី2មនុស្សឆ្លាតគឺជាមនុស្សដែលរៀនពីអ្នកចេះផងអ្នកល្ងង់ផងមនុស្សប្រភេទនេះជាមនុស្សមានការយល់ដឹងច្រើនចំពោះការចេះរៀនសូត្រពីអ្នកល្ងង់គេគិតថាមនុស្សម្នាក់ៗសុទ្ធតែមានចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនអញ្ចឹងអ្វីដែលអ្នកល្ងង់និងអ្នកចេះបង្រៀនមនុស្សឆ្លាតគេទទួលយកទាំងអស់ប៉ុន្តែអ្វីដែលល្អគេទទួលយកអ្វីដែលមិនល្អគេច្រានវាចោលដូចជារលកទឹកសមុទ្រដែលបោកសម្រាមមកលើច្រាំងដូច្នោះដែរមនុស្សប្រភេទទី3មនុស្សមានគតិបណ្ឌិតជាមនុស្សប្រកបដោយគុណធម៌យល់ដឹងពីសច្ចភាពដឹងថាអ្វីខុសអ្វីត្រឹមត្រូវមិនមានចិត្តលំអៀងទៅខាងណាមួយទេទោះបីសាច់ញាតិបងប្អូនក៏ដោយជាមនុស្សប្រកបដោយចំណេះដឹងខ្ពង់ខ្ពស់លើពីមនុស្សល្ងង់និងមនុស្សឆ្លាតដោយគេរៀនសូត្រទាំងមនុស្សល្ងង់ទាំងមនុស្សឆ្លាតនិងទាំងធម្មជាតិដែលនៅជុំវិញខ្លួនទាំងអស់មិនថាព្រឹត្តិការណ៍អ្វីក៏ដោយក៏គេអាចរៀនសូត្របានដែរឧទាហរណ៍ដូចជាមានបាតុភូតគ្រោះថ្នាក់ធម្មជាតិកើតឡើងគេនឹងយកមកវិភាគតើមូលហេតុអ្វីទើបបណ្ដាលឲ្យគ្រោះថ្នាក់ធម្មជាតិនោះកើតឡើងដូចជាការកាប់ដើមឈើទង្វើលោភលន់ចង់បានរបស់មនុស្សជាដើមទើបបណ្ដាលឲ្យមានបញ្ហានេះកើតឡើងជាមនុស្សចូលចិត្តគិតវិភាគសង្កេតត្រិះរិះពិចារណាវែងឆ្ងាយរកហេតុផលឬគល់ច្បាស់លាស់បន្ទាប់ពីអានអត្ថបទនេះហើយយើងបានគំនិតពិចារណាមួយជួយយើងទាំងអស់គ្នាយករំរាប់តាមមនុស្សប្រភេទទី3ជាមនុស្សប្រកបដោយគុណធម៌សញ្ញភាពច្បាស់លាស់ប្រសិនជាយើងចង់ជ្រើសរើសអ្នកណាម្នាក់មកធ្វើជាអ្នកដឹកនាំយើងទាំងអស់គ្នាគួរតែជ្រើសរើសមនុស្សដែលមានគតិបណ្ឌិតឲ្យគ្រប់គ្រងយើងលុះថ្ងៃអនាគតយើងច្បាស់ខ្លាចទៅជាមនុស្សដែលមានគតិបណ្ឌិតដូចគ្នាដែរដូចមានសុភាសិតមួយបានលើកឡើងថារាប់អានបុគ្គលពីលនឹងខ្លាចជាជនពីលរាប់អានអ្នកមានគតិបណ្ឌិតនឹងខ្លាចជាបណ្ឌិតសូមអរគុណ